អត់លេងសើចទេណាខ្ញុំទិញរ៉ូបបាក់មកគីបប៉ុន្តែខ្ញុំខ្លួនឯងក៏អត់ដឹងថាមានម៉ូដអីគេខ្លះនៅក្នុងហ្នឹងដែរពេលដែលខ្ញុំទិញហ្នឹងខ្ញុំឲ្យគេដឹកយកទៅដាក់កន្លែងបោកអ៊ុតហ្មងហើយនិយាយទៅគីបថ្មីហ្នឹងគឺខ្ញុំអត់បានកាត់ទេនៅកន្លែងបោកអ៊ុតបងខាងបោកអ៊ុតហ្នឹងគឺគាត់អ្នកកាត់អ្នករៀបចំអ្នកបោកអ៊ុតឲ្យអីទាំងអស់មួយសេតមួយស្អាតហ្មងនិយាយលេងសើចអីកន្លែងបងបោកអ៊ុតហ្នឹងល្អណាគាត់រៀបចំឲ្យមួយស្អាតហើយសំខាន់គាត់បោកអ៊ុតល្អទៀតអាវ៉ាន់នេះរៀងយូរណាប៉ុន្តែបើកថងមកនៅឡើងក្អូបឡើងឈ្ងុយហ្មងសក់រៀងញ៉ៃៗដែរបួងសក់មួយហើយកុំឲ្យចាំយូរតោះយើងចូលទៅ unboxing អាវ៉ាន់យើងទាំងអស់គ្នាហ្មងព្រោះដោយសារចាក់ស្ដាយខ្ញុំក៏អត់ដឹងថាមានអីគេខ្លះដែរអញ្ចឹងយើងមកមើលអស់គ្នាថាស្អាតបានប៉ុន្មានភាគរយហើយមានម៉ូដអីគេខ្លះដោយសារតែវីដេអូវែងដែរអញ្ចឹងប្រហែលជាអាចប្រវាយជាច្រើនផាតតែមើលទៅតោះចូលមកដល់កញ្ចប់ទី1នេះណារៀងបុកពោះឌុកដែរតែព្រោះដោយសារតែយើងធ្លាប់តែទិញកៅអៅខ្លួនឯងយើងដឹងថាមានម៉ូដអីគេខ្លះដល់ពេលនេះយើងមករើសមើលហ្មងថាម៉ូដអីគេខ្លះហើយស្អាតអត់សម្រាប់ម៉ូដនេះខ្ញុំគិតថាអូខេហើយសាច់អីក៏ស្អាតដែរម៉ូដនេះក៏ដូចគ្នាដែរព្រោះបើយើងទិញថ្មីក៏ថោកដែរសម្រាប់ខ្ញុំពីម៉ូដនេះអូខេខ្ញុំរៀងស្រឡាញ់ដែរបើរ៉ូបនេះវិញទាំងម៉ូដទាំងសាច់ស្អាតហ្មងបើអ្នកស្រឡាញ់ពណ៌កាឈូក៏អេមប្រោសម្រាប់រ៉ូបទី4ទី5នេះវិញគឺម៉ូដធម្មតាហើយសាយរៀងធំសាមញ្ញប៉ុន្តែសាច់រ៉ូបស្អាតណាសាច់ប៉ាក់ឡើងតុនហើយរ៉ូបក៏នៅរៀងថ្មីដែរសម្រាប់រ៉ូបនេះវិញណាអូយពណ៌គេឡើង colorful ហ្មងវាបដិញគ្នាស្អាតហ្មងហើយសាច់រ៉ូបវិញឡើងតុនហើយនៅថ្មីទៀតរ៉ូបនេះក៏ស្អាតដែរអ្នកទាំងអស់គ្នារៀងខ្ជិះខ្ជូដែរសម្រាប់អ្នកដែលគាត់ចូលចិត្តតែងខ្លួនខ្ជិះខ្ជូដែរស្រឡាញ់ពណ៌លឿងអីត្រូវហ្មងហើយកណាត់គេនៅថ្មីដែរណែឃើញហ៎ម៉ូដគេឡើងខ្ជូតហ្មងសម្រាប់ម៉ូដនេះវិញជាប្រភេទប៉ាក់ស្ងួតដៃប៉ោងស្មានតិចថ្មីបានប្រហែល 70-80% ដែររ៉ូបនេះវិញជាប្រភេទសាច់ប៉ាក់តុនណាតុនឡើងអាលាស់ហ្មងគ្រាន់តែថាម៉ូដរៀងសាមញ្ញតិចហើយសម្រាប់ម៉ូដនេះវិញក៏ស្អាតដែរណាសម្រាប់អ្នករៀងគាត់រៀងមានសាច់អីពាក់ត្រូវប្រោយតោះចូលដល់ថងទី2ហើយកាត់មើលមានម៉ូដអីគេខ្លះចារ៉ូបពណ៌ខ្មៅនេះក៏ស្អាតម្យ៉ាងដែរប្រភេទរ៉ូបវាឃ្លៀបប៉ាក់តុនណាហើយមានបដិញប្លីងតិចយើងអាចពាក់ចូលកម្មវិធីបានរ៉ូបនេះគេមាន brand មកហ្មងហើយសាច់ស្អាតហ្មងហើយនៅឡើងថ្មីរឿងពណ៌ខ្មៅមើលអត់មានឃើញប្រឡាក់មានឃើញអីមិនតិចទេថ្មីស្អាតសាច់គេតុនហ្មងរ៉ូបនេះមួយទៀតក៏ចឹងដែរគឺមាន brand មកមួយហ្មងហើយសាច់ស្អាតមែនតើម៉ូដនឹងដែរពាក់ចូលកម្មវិធីបានហ្មងណាសាច់អាលាស់ស្អាតហ្មងអ្នកមានសាច់ស្លៀកមកដឹងតែអែមបើម៉ូដនេះវិញសម្រាប់ខ្ញុំស្អាតដែរប៉ុន្តែវាមានអារម្មណ៍សាច់នៅពីមុខក៏ហើយអារម្មណ៍សាច់ចឹងវាមិនមែន vibe ខ្ញុំសម្រាប់ម៉ូដនេះវិញខ្ញុំសុំអត់និយាយអ្វីទាំងអស់ណាអូយលើកបានរ៉ូបនេះមួយស្អាតមែនតើអ្នកទាំងអស់គ្នាពណ៌ខ្មៅនៅថ្មីរឿងសាច់ប៉ាក់ធ្ងន់ស្អាតហើយសំខាន់រ៉ូបហ្នឹងពាក់ចូលកម្មវិធីបានណាស្អាតមែនតើរ៉ូបមិញពាក់តែជើងកែងមកអេមញាក់អូយរ៉ូបម៉ូដនេះក៏ស្អាតដែរពណ៌ខ្មៅនៅថ្មីហ្មងសម្រាប់បងគាត់អ្នកធ្វើការឬចង់ពាក់ចូលកម្មវិធីអីក៏បានអូយស្អាតខ្លាំងអានេះក៏រ៉ូបខ្មៅដែរប៉ុន្តែនៅថ្មីដូចគ្នាគ្រាន់ថានេះសម្រាប់បងដែលគាត់រៀងមានសាច់រៀងមានគីឡូធ្ងន់អីពាក់ស្អាតសម្រាប់ម៉ូដនេះក៏ស្អាតដែរម៉ូដគេរៀងក្មេងតិចដៃវែងប៉ោងដៃតិចហើយស្បែកខាងក្រោមស្អាតតែស្លៀកដើរលេងទៅញ៉ាំអីបានណាខ្ជូតហ្មងដុំនេះរ៉ូបខ្មៅច្រើនណានេះរ៉ូបខ្មៅសាច់ប៉ាក់តុនណាអ្នកគីឡូរៀងធ្ងន់អីស្អាតប្រោយសំខាន់ម៉ូដកតុយត្រីទៀតណាតោះមកហាច់ដុំបន្ទាប់អូយមិនដុំអីនេះយើងនិយាយមែនតែឲ្យកាត់ចូលដុំថ្មីមានអារម្មណ៍ថាដូចលាក់គីតារ៉ូបុកភពដែរតែអត់ដឹងថាបានចាំមកស្អាតអត់ម៉ូដនេះក៏ស្អាតដែររៀងសាមញ្ញធម្មតាសម្រាប់អ្នកគីឡូធ្ងន់ណាប៉ុន្តែគ្រាន់ថារ៉ូបមិញហ្នឹងសាច់កណាត់អត់សូវជាថ្មីខ្លាំងឯងបានត្រឹម 70% អីយីរ៉ូបនេះម៉ូដក៏ទទួលយកបានប៉ុន្តែបើសាច់កណាត់ថ្មីអាចថ្មីជាងអាមិញហ្នឹងតិចប្រហែល 80-90% រ៉ូបនេះស្អាតគួរសមសម្រាប់អ្នកសាយអអីមើលទៅអាចពាក់ត្រូវលើកមកមួយថ្ងៃឯងហឺសាយខ្លួនឯងអត់ទាន់ត្រូវទេនេះសម្រាប់រ៉ូបនេះវិញគីឡូមានអ្នកស្រឡាញ់អត់ដឹងប៉ុន្តែសម្រាប់ខ្ញុំសុំអត់និយាយអីទាំងអស់សម្រាប់រ៉ូបនេះវិញជាប្រភេទសាច់ស៊ូរូមិនសាច់ប៉ាក់អេ